នេះគឺជាមិត្តភក្តិសាសនារបស់ខ្ញុំការរៀនទី11ហើយថ្ងៃហ្នឹងគឺជាថ្ងៃដែលគាត់ចូលរោងការតែអ្វីសំខាន់ហ្នឹងគឺគាត់ការនៅឆ្ងាយមែនទែនគឺនៅត្បូងឃ្មុំហើយបើគិតមើលទៅយើងជិះបាត់ដំបងទៅដល់ហ្នឹងអាចនឹងប្រើរយៈពេល78ម៉ោងរៀងឆ្ងាយដែរតែមិត្តម្នាក់នេះមិនដែលរអ៊ូទេការនៅរៀនគាត់មកយកខ្ញុំរាល់ថ្ងៃព្រោះខ្ញុំមិនមានម៉ូតូជិះទៅរៀននឹងគេទេតែខ្ញុំបានពុកម៉ាក់ម្នាក់នេះឯងដែលមកយកខ្ញុំទៅរៀនរាល់ថ្ងៃហ្មងនិយាយទៅមួយឆ្នាំពេញហ្មងឈប់ទាំងអស់គ្នាខ្ញុំចង់ឲ្យទាំងអស់គ្នាស្ដាប់ voice ពុកម៉ាក់ខ្ញុំដែលវាបានអញ្ជើញខ្ញុំនឹងបន្តិចសិនហើយមិនឯងចេញការផងរីឆ្ងាយតិចហើយកាយឯងបើរវល់គាត់តាមហ្នឹងទៅធ្វើម៉េចមិត្តភក្តិត្រូវតែប្រាប់ឯងអញ្ជើញទាំងអស់ទៅតែថាអ្នកខ្លះអាចទៅបានអ្នកខ្លះអត់ទៅអត់កើតតែថាវាឆ្ងាយផងវាចំណាយពេលច្រើនហ្នឹងហើយអត់អីទេមិនចាំមើលដល់ពេលហ្នឹងបើសិនជាតនេចាំទៅបើអត់តនេទេតាមហ្នឹងទៅធ្វើម៉េចឯងការឆ្ងាយវិញអ្នកខ្លះបានទៅដែរហ្នឹងអញ្ចឹងបើស្ដាប់តាមសំឡេងគាត់វយរបស់ខ្ញុំហ្នឹងគឺគាត់គ្មានអារម្មណ៍ថាយើងហ្នឹងបានទៅការគាត់ទេព្រោះនៅឆ្ងាយពេកតែខ្ញុំចង់ប្រាប់ថាឆ្ងាយមិនជាឧបសគ្គសម្រាប់ខ្ញុំទេព្រោះមិត្តម្នាក់នេះគឺជួយខ្ញុំច្រើនមែនទែនការរៀនទី11ហ្នឹងអញ្ចឹងថ្ងៃហ្នឹងខ្ញុំនឹងមក surprise ពួកម៉ាក់របស់ខ្ញុំម្នាក់នេះអញ្ចឹងឥឡូវម៉ោង8ព្រឹកគឺយើងទៅចោលអាវ៉ាន់ដើម្បីចេញទៅត្បូងឃ្មុំយប់មិញហ្នឹងគឺអត់បានគេងទេគេបានតិចមែនទេព្រោះរំភើបពេកដោយសារចិត្តបានជួបមិត្តចាស់អញ្ចឹងណាខាជួបគ្នារៀងយូរដែរ11ឆ្នាំហើយបាទអត់ដែរឃើញមុខគ្នាសោះហ្មងឥឡូវខ្ញុំប្រេងឆាទៅប្រេងខ្ញុំថាញ៉ាំបានទៅទេដើម្បីមកគិតថាខ្ញុំទៅតែពេលអត់ឃើញខ្ញុំទៅព្រោះឆ្ងាយអត់មានមិត្តភក្តិមិនគេទៅទេតែខ្ញុំទៅហ្នឹងហើយតែប្រេងគាត់សិនក្តីអើយសុំទោសមែនតើណាបានតែចូលរួមកលការទៅអ្នកភាសាទៅនៅឆ្ងាយហើយណាមួយគ្នាជាប់ level ទៅណា level នៅនេះហ៎ចឹងចាំជួបគ្នានៅពេញដូចកណ្ដាប់បាត់ដំបងណាក្តីសុំទោសមែនតើនិយាយមិននិយាយដល់ឈឺចាប់ហ្មងនិយាយមែនតែអីអានេះយើងប្រែគេព្រោះយើងនឹងទៅចូលរួមគាត់ទៅចឹងអីចឹងឥឡូវយើងចេញដំណើរតទៅមុខទៀតមកអសក់ដឹងថាមនុស្សបាក់ប៉ុណ្ណាបាទយកមិញហ្នឹងគេបានតិចមែនតើហើយនេះវីដេអូមិនសមមិញដែលខ្ញុំបានរៀបចំទិញកាដូដើម្បីជូនពុកម៉ាក់ខ្ញុំហ្នឹងហើយកលការរបស់គាត់ហើយខ្ញុំគិតថាខ្ញុំចង់ទិញអាសុំរូបថតនេះហើយយើងដាក់រូបគាត់ជាមួយនឹងភក្តិយាយគាត់មកហើយពេលគាត់តាំងនៅកន្លែងគេងពេលរាល់ព្រឹកគាត់ងើបឡើងគឺគាត់ឃើញរូបគាត់ជាមួយភក្តិយាយគាត់អញ្ចឹងគាត់មានថាស្រឡាញ់គ្នាកាន់តែខ្លាំងជាងមុននេះអញ្ចឹងណាហើយយើងមកព្រីនរូបអញ្ចឹងសមហ្នឹងរៀងរវល់ដែរតោះឥឡូវយើងបកមកវិញឥឡូវហ្នឹងគឺខ្ញុំចេញដំណើរដល់កន្លែងណាខ្ញុំមិនដឹងទេតែខ្ញុំចោះនៅ7រហូតចោះពីបៃតងដែរព្រោះសាច់តែ clean ហើយដើម្បីយើងរៀងហត់ផងអញ្ចឹងក៏សម្រាប់ចិត្តដាក់មីមកកំប៉ុងទៅបាទហើយខ្ញុំមានអារម្មណ៍រំភើបមែនទែនព្រោះចិត្តបានជួបមិត្តភក្តិរបស់ខ្ញុំអញ្ចឹងណាព្រោះមិត្តភក្តិមួយហ្នឹងគឺខ្ញុំស្រឡាញ់វាមែនទែនដោយសារតែការនៅរៀនទី11ហ្នឹងគឺវាជួយខ្ញុំទៅរៀនរាល់ថ្ងៃហ្មងផ្ទះនៅឆ្ងាយពីគ្នាប៉ុន្តែបកមកយកយើងរហូតអត់ឲ្យខានមួយថ្ងៃហ្មងនេះហាទឹកចិត្តពួកម៉ាក់អរគុណមែនទែនឥឡូវមុននិយាយតសូមកុំភ្លេចជួយចុច follow page ខ្ញុំដាក់មួយផងណាចុច like លើហ្នឹងក៏បានឬក៏ចុចនៅក្រោមហ្នឹងក៏បានដែរឲ្យតែគេអក្សរ follow ចុច follow page ខ្ញុំមួយប៉ក់ទៅអូខេឥឡូវនេះគេតបហើយណាមិញខ្ញុំឆាតដល់ប្រែងឡើយ reply ហើយអើយនេះសាប់លុយអភ័យអត់មានអត់បានដល់គ្នានេះសាប់អស់គ្នាថ្ងៃបានអត់អីទេធ្វើម៉េចយើងរវល់ហើយណាមួយឯងនៅឆ្ងាយហ្នឹងអត់អីទេមេលីអីប្រហែលបានមកដែរហ្នឹងហ្នឹងបានអត់អីទេអ្វីមកខ្ញុំនិយាយមែនណាស្ដាប់ voice ហ្នឹងហើយខ្ញុំក្តុកក្តួលខ្លាំងមែនតើដោយសារតែនៅឆ្ងាយពេកអញ្ចឹងមិត្តភក្តិបាត់ដំបងផ្សេងគឺគេបានទៅទេប៉ុន្តែខ្ញុំត្រូវទៅតបានខ្ញុំនិយាយមែនខ្ញុំនឹកវាខ្លាំងហ្មងណាការនៅរៀនណាអត់ស៊ីមានស៊ីក៏យើង share គ្នាដែរយកទៅលីហាមកកំប៉ុងបាយសអញ្ចឹងញ៉ាំ2 3នាក់អញ្ចឹងទៅអនុស្សាវរីយ៍មួយគ្នាច្រើនអញ្ចឹងត្រូវតស៊ូហើយខ្ញុំជិះទៅហ្នឹងចង់10ម៉ោងមកដល់ជិះតាមផ្លូវគេងផងអីផងហត់ចតឡានគេងសិនហើយទៅមុខតទៀតខ្ញុំនិយាយមែនការខ្ញុំនៅរៀនហ្នឹងមិត្តភក្តិដែលខ្ញុំឲ្យនាំទៅស្គាល់ផ្ទះខ្ញុំគឺតិចមែនទែនហើយក្នុងហ្នឹងមានតែវានឹងឯងហើយនឹងមិត្តភក្តិ2នាក់ទៀតដែលខ្ញុំឲ្យស្គាល់ផ្ទះរបស់ខ្ញុំដោយសារទី1ផ្ទះយើងគឺអត់ផងផ្ទះយើងវាអាចបានថាវារៀងចាស់យើងអីចឹងណាចឹងខ្លាចគេរើសអើងអញ្ចឹងខ្ញុំអត់សូវឲ្យគេទៅស្គាល់តែខ្ញុំទេតែមានតែវាទេហើយនឹងមិត្តភក្តិ2នាក់ទៀតដែលខ្ញុំឲ្យស្គាល់ហើយតើខ្ញុំគិតថាខ្លាចគេរើសអើងអញ្ចឹងណាតែមានអីពេលវាស្គាល់ណាវាទៅលេខផ្ទះយើងវាទិញលីហាទៅញ៉ាំនៅផ្ទះយើងនៅអីវាអត់ខ្វល់ទេហើយពេលឃើញចឹងខ្ញុំក៏រំភើបតែមានអារម្មណ៍ថាអូខេ he's the one យ៉ាមិត្តភក្តិនេះគឺខ្ញុំជ្រើសត្រូវហើយសួរទៅប្រវត្តិខ្ញុំវាដឹងទាំងអស់ថាពីមុនហ្នឹងមិនកូនអ្នកអត់ពិបាកមិនអីមិនគឺដឹងគ្រប់យ៉ាងហ្មងអញ្ចឹងមិនថាមិនក៏ខ្ញុំមិនអាចផ្លិចវាបានដែរព្រោះអនុស្សាវរីយ៍មួយគ្នាគឺច្រើនណាស់ឥឡូវយើងបកមកវីដេអូយើងវិញឥឡូវហ្នឹងគឺខ្ញុំជិះនឹងដល់ណាទេហើយខ្ញុំជិះទៅកង់ទៅ20ជាង30អីទេព្រោះផ្លូវគេពងតែធ្វើកន្លែងខ្លះគឺអាលាក់ហ្នឹងទៅផ្លូវខ្លះវាហុយតែវា smooth ផ្លូវខ្លះទៅវាកន្លុកធំណាស់យ៉ាងទៅអញ្ចឹងធ្វើឲ្យដំណើររបស់យើងគឺកាន់តែយឺតជាងមុនបាទអាចខាតចង់1ម៉ោងឯដែរហ្នឹងហើយដល់គ្នាអធិស្ឋានខ្ញុំសូមផ្សព្វផ្សាយផលិតផលខ្លួនឯងលក់បន្តិចព្រោះវីដេអូនេះអត់មាន sponsor ទេបាទអរគុណអ្នកមានបញ្ហាគេងមិនសូវបានគេងមិនសូវស្កប់អ្នកគ្នាអាចប្រើជាមួយនឹង sleep pack បានអាចសាកល្បងប្រើបានទាំងអស់គ្នានេះយើងបិទស្រួលទៅគឺយើងបកបិទហ្មងយើងបិទនៅឡើងក្រោយកនេះក៏បានឬក៏មួយទៀតយើងអាចបិទនៅសៀតការក៏បានហើយសម្រាប់អ្នកដែលមានផ្ទៃពោះហើយនឹងអាឡាក់ស៊ីស្បែកគឺប្រើអត់បានទេហើយ sleep pack នេះយើងប្រើមួយថ្ងៃមួយក៏បានប្រើមួយថ្ងៃពីរក៏បានដែរបិទតែមួយយើងក៏បានបិទសងខាងក៏បានដែរ
បិទមុនចូលគេង2 ទៅ 3 ម៉ោងឬក៏3 ទៅ 4 ម៉ោងបើបិទភ្លាមគេងភ្លាមក៏វាអត់សូវបានផលដែរព្រោះវាបានផលបន្ទាប់ពី3 ទៅ 4 ម៉ោងឬក៏2 ទៅ 3 ម៉ោងចឹងបើចង់បាន sleep hack នេះអ្នកគ្នាអាចតាក់ទងមកកាន់ page Q Shop បានទាំងអស់គ្នាហើយសូមបញ្ជាក់មួយទៀតសូមទុក sleep hack នេះឲ្យឆ្ងាយពីកាយដែលមានក្មេងៗច្រើនអរគុណទាំងអស់គ្នាចង់បាន inbox អញ្ចឹងយើងសល់20នាទីទៀតគឺយើងទៅដល់កន្លែងញ៉ាំការទាំងអស់គ្នាបាទអញ្ចឹងចាប់បានសម្រាប់ចាប់បានធ្វើខ្លួនហើយចាប់បានសម្រាប់ពួកម៉ាក់ខ្ញុំហើយចឹងសរុបមកយើងជិះមកដល់ហ្នឹងគឺ9 ម៉ោងអីដែរ9 ម៉ោងជាងដែរហើយនេះជារោងរបស់កូនកំលោះមិត្តភក្តិរបស់ខ្ញុំហ្នឹងណាហើយយើងជិះមកកើបមើលហើយសិនហើយយើងទៅរកកន្លែងគ្រួសំគិនហ្នឹងផ្លាស់កៅអៅតបមកចាប់ដើមផែនការសប្រៃគាត់ទៅលយមែនតើឥឡូវយើងផ្លាស់កៅអៅហើយតោះលឿនកាត់យើងចាប់ដើមរៀបចំកណ្ដោដើម្បីជូនគាត់អញ្ចឹងយើងបើកអាក្រោយហ្នឹងមកហើយយើងដាក់រូបចូលទៅរូបមាន2ស្លឹកហ្នឹងយើងដាក់រូប2ស្លឹកហ្នឹងណាជាមួយភ័ក្រយើងរបស់គាត់ហ្នឹងណាចឹងរូបទី1គឺយើងដាក់មកគឺចូលសុបពេញអឡងហ្មងតែសាំអីអារូបទី2ហ្នឹងគឺដាក់អត់ចូលរូបថតធៀងធំជាងសុំហ្នឹងណាហើយបន្ទាប់មកខ្ញុំដាក់រត់ទិញកត្រៃហើយរត់ទិញបានទៀតព្រោះគេបិទតូបអស់លេងអញ្ចឹងមានខ្ញុំឃើញផ្ទះពូគាត់បើកក៏ខ្ញុំចូលសួរគាត់ថាមានលក់អត់តែបើពូអត់មានលក់ទេបងអូនខ្ចីកាត់សិនបានដែរព្រោះបងអូនត្រូវការកាត់រូបថតដើម្បីដាក់កណ្ដោឲ្យមិត្តភក្តិបងអូនអញ្ចឹងណាទៅគាត់ថាអូខេខ្ចីបានអញ្ចឹងណាខ្ញុំអរគុណគាត់មែនតើអញ្ចឹងបន្ទាប់មក mission យើងគឺ success ជោគជ័យហើយយើងអាចដាក់បានហើយបាទគឺចូលសុបហ្មងអញ្ចឹងគឺយើងរួចរាល់ហើយកណ្ដោរបស់យើងគឺស្អាតចេះបាទបើមកខ្វាក់គឺខ្ជូតតែម្ដងអញ្ចឹងក្នុងកណ្ដោហ្នឹងគឺខ្ញុំដាក់រូបថតរបស់ខ្ញុំជាមួយគាត់មួយហើយនៅរូបថតជាមួយពូម៉ាក់មួយទៀតអញ្ចឹងទៅអស់2ស្លឹកដាក់នៅក្រុមហ្នឹងសិនហើយបន្ទាប់មកបានយើងដាក់រូបថតគាត់មួយតែយើងគាត់នៅលើហ្នឹងបាទហើយយើងបិទកាដូមកគឺស្អាតចេះតែតោះយើងទៅ surprise គាត់ទាំងអស់គ្នាសំខាន់គឺគាត់កំពុងថតនៅមុខហ្នឹងបាទហើយខ្ញុំថតឲ្យខ្ញុំបើក flash ទេខ្លាចភ្លឺគាត់ឃើញអញ្ចឹងទៅគឺថតល្ងឹតអញ្ចឹងហើយខ្ញុំមានភ័យខ្លាចគាត់ឃើញអញ្ចឹងណាព្រោះគាត់នៅមុខរោងកំពុងថតហ្នឹងហើយនិយាយទៅចំវាឡងល្អហ្មងអញ្ចឹងខ្ញុំត្រូវដើរទៅម៉េចកុំឲ្យគាត់ឃើញត្រូវយកកាដូបាំងមុខអីអញ្ចឹងទៅដើម្បីប្រាប់ឲ្យគាត់ឃើញយើងអញ្ចឹងណាហើយឡើយហ្នឹងគឺគាត់កំពុងឲ្យពួកគាត់អត់ឃើញខ្ញុំទេទៅតបអត់ឃើញខ្ញុំទេអញ្ចឹងបាទខ្ញុំទៅអាសៀទៅខាងមុខនោះវិញដើម្បីឲ្យគាត់ឃើញខ្ញុំហើយពេលអត់ណោះគ្រាន់ឈប់ភ្លាមគឺគាត់ក្លេកនេះគាត់ច្បាច់គាត់ឃើញភ្លាមតែម្ដងមកឲ្យគាត់ឡើងភ្ញាក់ព្រឺតហ្មងអ៊ីសាគាត់ឥឡូវគេគួរសមសាស្ពះទៀតខានជប់គ្នា11ឆ្នាំរត់ទៅអោបចង់មកអោបវាយូរហ្មងនឹកវាពេកយីមែនតាចរិតអត់ប្រាយទេនៅតែដដែលពួកម៉ាក់របស់ខ្ញុំម្នាក់នេះគឺយីមែនសភាពរៀបសារសំខាន់គ្នាអស់កូនខ្ញុំថាអស់កូនថាបានមកចូលរួមចង់យំគ្នាចង់យំមួយថាពួកម៉ាក់មានតែគេមកបានទេព្រោះឆ្ងាយតែហើយមកបានអញ្ចឹងណាហើយគ្រាឡើងអាលីងឡងហាក់ថាអញចង់យំហ្មងហើយខ្ញុំថាអីទេឥឡូវបើកមើលកដោសិនទៅហើយគេបើកមើលខ្វាច់អានេះគេ reaction ពិតណាម៉ាមួយព្រួយពាក់យីរបស់គេហើយបើមកឆ្បាច់គេថាវ៉ាវហ្នឹងវ៉ាវរៀលតែមិនមែន fake ទេនិយាយលេងចុងក្រោយចង់ជូនពរឲ្យពួកម៉ាក់ស្រឡាញ់ខ្ញុំមួយភក្តិឲ្យបានយូរអីមិនបានយូរគឺរហូតតែម្ដងម៉ាក់ហើយជូនពរឲ្យមានសុភមង្គលក្នុងគ្រួសាររស់ស៊ីមានបានហើយជោគជ័យគ្រប់ការងារទាំងអស់ណាពួកម៉ាក់ចង់និយាយថាមិត្តម្នាក់នេះមិនដែលភ្លេចពួកម៉ាក់អីទេអូខេនៅតែស្រឡាញ់រាប់អានដូចដើមហើយគ្នាអរគុណមែនតើដែលបានជួយគ្នាកាលពី11ឆ្នាំមុននិយាយទៅខ្ញុំអាចបំភ្លេចបានទេគុណមួយហ្នឹងអញ្ចឹងមិនគេថាធ្វើល្អបានល្អគេមិនគេបំភ្លេចគុណយើងទេអញ្ចឹងសូមឲ្យបងប្អូនគ្នាធ្វើពរល្អបានច្រើនហើយដោយពួកម៉ាក់ខ្ញុំអញ្ចឹងធ្វើល្អជួបនៅល្អអញ្ចឹងណាយីសរសើរខ្លួនឯងនៅល្អទៀតបាយ